អុកញ៉ាជាងសវណ្ណរតនៈនាំបុគ្គលិកឆ្នាំក្រុមហ៊ុន RTNK Group ទៅ trip នៅកោះត្រល់ពីយប់3ថ្ងៃសប្បាយកម្មលោកអុកញ៉ាជាងសវណ្ណរតនៈអគ្គនាយកក្រុមហ៊ុន RTNK Group កាលពីព្រឹកព្រលឹមស្រាងថ្ងៃទី10ខែមីនាឆ្នាំ2025បានដឹកនាំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិកឆ្នាំនៃគ្រួសារ RTNK ឆ្ពោះទៅកាន់កោះត្រល់ប្រាប់គេហទំព័រមេលៀនថាមពីប្រទេសវៀតណាមលោកអុកញ៉ាឈៀងសវណ្ណរតនៈបានឲ្យដឹងថាដំណើរកម្សាន្តសម្រាប់បុគ្គលិកឆ្នាំនៃក្រុមហ៊ុន RTNK Group ធ្វើឡើងរយៈពេល2យប់3ថ្ងៃគឺចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13ខែមីនាហើយបានទៅកម្សាន្តកន្លែងសប្បាយជាច្រើនកន្លែងនៅកោះត្រល់ប្រកបដោយស្នាមញញឹមលោកអុកញ៉ាថ្លែងថាដំណើរកម្សាន្តប្រចាំឆ្នាំរៀបចំឡើងជាពិសេសសម្រាប់លើកទឹកចិត្តបុគ្គលិកឆ្នាំដែលបានខិតខំប្រឹងប្រែងធ្វើការដែលពួកគាត់ទទួលបានសរសើរពីឆ្នាំ2024កន្លងទៅគួរឲ្យដឹងថាមុនដឹកនាំបុគ្គលិកឆ្នាំចេញដំណើរទៅកោះត្រល់លោកអុកញ៉ាឈៀងសវណ្ណរតនៈបានរៀបចំពិធីសម្ដែងសម្ដារជាមួយនឹងបុគ្គលិកជានារីនិងចែកវត្ថុអនុស្សាវរីយ៍ដើម្បីអបអរសាទរខួបលើកទី114ទិវាអន្តរជាតិនារី8មីនាដែលប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលក្រុមហ៊ុន RTNK Group នេះព្រឹកថ្ងៃទី7ខែមីនាឆ្នាំ2025បច្ចុប្បន្នក្រុមហ៊ុន RTNK Group មានបុគ្គលិកស្រីចំនួន 34% និងមានមួយចំនួនដែលមានតួនាទីជាប្រធានគ្រប់គ្រងប្រធានផ្នែកនិងប្រធានសាខាផងដែរសូមជម្រាបជូនថា RTNK Group ជាក្រុមហ៊ុនមេដែលមានបុត្រសម្ព័ន្ធធំចំនួន3ចម្រុះវិស័យដូចជា RTNK Investment Co Ltd RTNK Retail Co Ltd និង RTNK Food and Beverage